បាទសូមគ្រប់ជំរាបសួរប្រិយមិត្តទាំងអស់ថ្ងៃនេះ Page Iman KH សូមអញ្ជើញលោកអ្នកតាមដាននីតិកសិកម្មស្ដីអំពីវិធីដាំត្រសក់បាទហើយខ្ញុំបាទសូមបញ្ជាក់ផងដែរថាវីដេអូនេះបង្កើតឡើងដោយខ្ញុំបាទនេះអ្នកហៅ Iman ហើយដកស្រង់ខ្សែអត្ថសំឡេងចេញពីវិទ្យុអាស៊ីសេរីបញ្ចូលរូបភាពវីដេអូដល់ខ្ញុំបាទផ្ទាល់សូមតាមដានទស្សនាដូចតទៅដែលជាប់ទឹកនឹងដីស្ងួតខ្លាំងពេកទេតែវាត្រូវការដីមានជាតិមមកច្រើននៅពេលដាំដុះត្រសក់ត្រូវការអាកាសធាតុចន្លោះពី25ទៅ30អង្សាសេសម្រាប់ការលូតលាស់ម្ចាស់ចំការត្រសក់នៅភូមិព្រែកលួងឃុំព្រែកលួងស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលលោកប៊ូអ៊ីងថ្លែងថាមុនដាំត្រសក់គាត់ភ្ជួរដីឲ្យបានច្រើនសាហើយហាលដីឲ្យស្ងួតកុំឲ្យមានមេរោគនៅក្នុងដីនាំឲ្យខូចឫសត្រសក់ពេលវាកំពុងដុះក្រោយហាលដី3ថ្ងៃគាត់ត្រូវប្រមូលស្មៅក្នុងដីរើសចេញឲ្យអស់ទើបបំបែកដីឲ្យម៉ត់និងចាប់ផ្ដើមឆូតជារងហើយលើកកម្ពស់យកទៅតឹងរងក្បាល1ម៉ែត្របណ្ដោយតាមទំហំដីគាត់ទុកគម្លាតរងពីមួយទៅមួយចន្លោះ3តឹកដើម្បីងាយស្រួលថែទាំលើករងរួចគាត់យកគ្រាប់ពូជត្រសក់ទិញពីផ្សារជាពូជត្រសក់មានផ្លែបៃតងក្រមៅហើយផ្លែវាធំនិងមានទម្ងន់ធ្ងន់គាត់យកគ្រាប់ពូជនោះទៅត្រាំទឹកក្តៅទុកឲ្យវាបែកសម្បកបន្តិចបានយកទៅកាប់ដាំពេលដាំគាត់ទុកគម្លាតពីមួយទៅមួយចម្ងាយ3តឹកធ្វើដីឲ្យធ្វើជារងហើយខ្ញុំ5គ្រាប់5ខប់មើលដោះចេញមកបន្តិចអត់ឲ្យខ្លាំងទេកាលណាខ្លាំងពេកវាបាក់រឹសហ្នឹងឯងថាបែកបាត់ចាបឯងអញ្ចឹងយើងដាំទឹកទៅក្តៅអូនហើយយើង5វាមកអត់ចិត្តមកលក់ឲ្យមកហ្មងដល់5បានរយៈពេល4ម៉ោងបានខ្ញុំចាក់ដាក់ស្បាយយ៉ាងមកយកមកផ្អាប់វាឲ្យសោះទឹកទៅមកសោះទឹកមករៀងស្ងួតហើយដាក់ក្នុងធុងទឹកកកបាត់វាចិត្តទៅហើយបានវាចេញមកយើងដៃមកចាបលោកប៊ូអ៊ីងឲ្យដឹងថាដំណាំត្រសក់មិនប្រកាន់រដូវទេគេអាចដាំវារាល់ពេលវេលានិងរាល់រដូវប៉ុន្តែការដាក់គ្រាប់ពូជដាំត្រូវទុកចន្លោះ3តឹកនៅរដូវប្រាំងព្រោះវាមិនសូវលូតលាស់ល្អទេហើយវាត្រូវការទឹកស្រោចស្រពច្រើនបើនៅរដូវវស្សាការដាំត្រូវទុកគម្លាត4តឹកឲ្យវាឆ្ងាយបន្តិចឲ្យស្លឹកវារីកធំនិងផ្ដល់ផ្លែច្រើនអត់ដាក់ចូលហើយខ្ញុំដាំតែម្ដង3តឹកទៅ4តឹកតាមពេលវេលារដូវប្រាំងវាអត់ទៅល្អហើយយើងទុក3តឹកបើដល់ខែរដូវធ្លាក់ភ្លៀងយើងទុកដល់កន្លះម៉ែត្រទៅ4តឹកដល់ព្រោះនៅខែត្រជាក់វាល្អខ្លាំងកាលណាយើងដាំញឹកវាលេងដើមអត់ផ្លែលោកបានដឹងថានៅពេលយកគ្រាប់ត្រសក់បែកមាត់ចាបទៅកាប់ដាំបាន17ថ្ងៃវានឹងដុះកូនរូតពីក្នុងដីបានប្រវែង1ចំអាមដោយមានចេញដៃដែលត្រូវការតោងគាត់ត្រូវដោតចំណាអមសងខាងរងក្បែរគុំត្រសក់ហើយចងចុងចំណាក្រោយមកគាត់យកដៃបែកពីដើមនោះទៅរុំព័ទ្ធជុំវិញចំណាដើម្បីឲ្យដៃនោះវាតោងឡើងចំណាដើមត្រសក់លូតតាមនោះដែរលោកបន្តថាដំណាំត្រសក់គាត់ដាំក្នុងដី70អាប្រើជីធម្មជាតិកប់ក្នុងដី6បាវនិងជីគីមីបំប៉នផ្លែ6បាវទៀតចំពោះការថែទាំវិញដំណាំត្រសក់តែងតែមានសត្វយាយីដែលត្រូវការថ្នាំកសិកម្មបាញ់បណ្ដេញសត្វឲ្យវាហើរចេញពីដើមលោកថាដំណាំត្រសក់គិតពីថ្ងៃដាំរហូតដល់ពេលបេះគឺមានរយៈពេល45ថ្ងៃគត់គាត់បានប្រមូលផ្លែត្រសក់ក្នុងដី70អាបានផលដល់ទៅ20តោនលោកថាត្រសក់ឲ្យផលបេះបានជាង1ខែទើបដើមវាងាប់នឹងយើងបេះយើងត្រូវយើងដាក់ទឹកបានគ្រប់គ្រាន់ដាក់ជីបានគ្រប់គ្រាន់សក់យើងល្អហើយមានម្សៅពេលបេះនោះព្រឹកឡើងយើងបេះចាប់ពីម៉ោង8បេះល្អវាឲ្យវាជាតិសើមពេលធ្លាក់ម្សៅមកវាជ្រះវានៅតាមវាបេះទៅវាអស់ម្សៅមើលអស់ល្អបាទយើងបេះហ្នឹងយើងយកកង្កែទៅបេះឬយកដៃបេះដៃបាទគាត់ច្រើនបេះដៃថាបេះដៃលឿនហើយកត្រៃឲ្យលូកទៅបេះយូរដល់គ្នា5នាក់បេះ1តោនអញ្ចឹងបេះបានទៅកាត់កត្រៃបាទបាន3-400គីឡូក៏បេះដៃបានដល់1តោន5នាក់ឯកសារកសិកម្មប្រាប់ពីបច្ចេកទេសដាំត្រសក់ចំណាបាននៅរដូវវស្សាគឺរៀបដីហើយលើករងកម្ពស់30សង់ទីម៉ែត្រពីដីរាបស្មើដើម្បីកុំឲ្យវាជាំទឹកពង្រាយជីលម្អគោស្ងួតឬជីកំប៉ុស្តនិងជី NPK ឲ្យពេញរងហើយកាប់ច្របល់វានៅក្នុងដីរងនោះឲ្យសព្វគ្របរងដោយចំបើងកម្រាស់5សង់ទីម៉ែត្រគេអាចយកផ្លាស្ទិកគ្របរងឲ្យជិតក៏បានដើម្បីកុំឲ្យស្មៅដុះនិងរក្សាសំណើមរបស់ដីរៀបរងរួចគេយកគ្រាប់ពូជត្រសក់ទៅបណ្ដុះក្នុងកន្ទោងស្លឹកចេកឬស្លឹកត្នោតបត់ធ្វើជាកន្ទោងយកដីមមកឬដីដំបូក1ភាគជីកំប៉ុស្តរលួយល្អ1ភាគនិងផេះអង្កាម1ភាគលាយចូលគ្នាហើយយកទៅលីងឲ្យក្តៅបំផុតទុកឲ្យត្រជាក់ទើបក្បង់ដាក់ក្នុងកន្ទោងកុំឲ្យពេញកន្ទោងពេកការលីងល្បាយដីនឹងជីមុនយកគ្រាប់ពូជទៅបណ្ដុះនេះគឺការពារដីកុំឲ្យកើតផ្សិតនៅពេលកូនត្រសក់ដុះមកកុំឲ្យវារលួយឫស
យកគ្រាប់ត្រសក់មួយគ្រាប់កប់ផ្ដេកទៅក្នុងមួយកន្ទោងគ្រាប់សំណាញ់ការពារសត្វល្អិតនិងប្រក់ស្លឹកដូងធ្វើដំបូលនៅរដូវក្តៅត្រូវយកសំណាញ់បៃតងបាំងកម្ដៅថ្ងៃបើនៅរដូវវស្សាវិញត្រូវប្រក់ដំបូលការពារទឹកភ្លៀងព្រោះកូនដំណាំនៅតូចមិនត្រូវការពន្លឺថ្ងៃនិងទឹកច្រើនទេប៉ុន្តែដីបណ្ដុះកូននោះមិនត្រូវឲ្យស្ងួតខ្លាំងពេកទេព្រោះអាចគ្រាប់ពូជមិនដុះឬដុះហើយប៉ុន្តែវាមិនលូតល្អគឺវាក្រិនដោយសារខ្វះទឹកក្នុងដីនៅពេលកូនត្រសក់ដុះមកត្រូវបើកដំបូលឲ្យវាត្រូវពន្លឺថ្ងៃ2 ទៅ 3 ថ្ងៃសិនដើម្បីឲ្យដើមត្រសក់រឹងមាំល្អឲ្យវាស៊ាំនឹងអាកាសធាតុផងការដាំកូនត្រសក់គឺនៅពេលគ្រាប់ពូជដុះពន្លកបានសន្លឹក3ឬវាដុះចេញពីដីក្នុងកន្ទោងបាន5 ទៅ 7 ថ្ងៃត្រូវស្រោចទឹកពីលើកន្ទោងឲ្យជោកនៅពេលព្រឹកមុនយកវាទៅដាំការដាំកូនត្រសក់ត្រូវដាំនៅពេលរសៀលមេឃត្រជាក់យកកន្ទោងកូនត្រសក់ទៅកប់ក្នុងរងដោយប្រយ័ត្នមិនឲ្យដាច់ឫសបើដាច់ឫសអាចឲ្យកូនត្រសក់អន់ឬការលូតលាស់របស់វាយឺតដាំកូនត្រសក់រួចត្រូវស្រោចទឹកឲ្យជោគល្មមចំពោះការថែទាំវិញដំណាំត្រសក់ស្រោចទឹកពេលព្រឹករាល់ថ្ងៃហើយដោតទ្រើងឬចំណាបន្ទាប់ពីដាំកូនត្រសក់បាន7 ថ្ងៃបើទុកឲ្យកូនដុះធំទើបដោតចំណាឬទ្រើងក្រោយវាធ្វើឲ្យដាច់ឫសដំណាំនាំឲ្យការលូតលាស់ដើមរបស់វាយឺតហើយវាងាយថយទិន្នផលនៅរដូវវស្សាត្រូវកាត់ស្លឹកដែលដុះនៅខាងក្រោមក្បែរដី1 ទៅ 2 សន្លឹកចេញឬហៅថាកាត់ស្លឹកកំណើតការប្រើប្រាស់ជីលើដំណាំត្រសក់នៅក្នុងរងមុនដាំប្រើជីទ្រាប់បាត NPK 7.5 ក្រាមនិងលាយជីលាមកសត្វកន្លះគីឡូក្រាមក្នុងមួយគុម្ពនៅពេលដាំកូនត្រសក់បាន2 អាទិត្យត្រូវថែមជីអេរ៉េ10 ក្រាមក្នុងមួយគុម្ពកប់រយៈចម្ងាយពីគុម្ពនីមួយៗប្រវែង1 ថ្នាំងដៃដាំបាន1 ខែថែមជី NPK 2.5 ក្រាមនិងជីអេរ៉េ2.5 ក្រាមក្នុងមួយគុម្ពកប់រយៈចម្ងាយ1 តឹកពីគល់ត្រសក់ដាំកូនត្រសក់បាន5 អាទិត្យបន្ថែមជីប៉ូតាស្យូម 1.9 ក្រាមក្នុងមួយគុម្ពកប់រយៈចម្ងាយ 1.5 តឹកពីគល់ដាំបាន6 ទៅ 8 អាទិត្យថែមជី NPK 2.5 ក្រាមទៀតដំណាំត្រសក់ច្រើនកើតជំងឺលឿងស្លឹកនៅលើស្លឹកដែលដុះក្បែរដីហើយរាលដាលទៅស្លឹកដទៃទៀតដូច្នេះដើម្បីបង្ការជំងឺនេះត្រូវបាញ់ថ្នាំបង្ការជំងឺលឿងឬជំងឺផ្សិតការបាញ់ថ្នាំបង្ការបើនៅរដូវវស្សាត្រូវបាញ់ថ្នាំការពារ5 ថ្ងៃម្ដងបើនៅរដូវប្រាំងវិញបាញ់ថ្នាំការពារ7 ថ្ងៃម្ដងការបាញ់ថ្នាំការពារជំងឺផ្សិតគឺនៅពេលត្រសក់ដុះបានសន្លឹក2បើត្រសក់មានជំងឺផ្សិតហើយត្រូវកាត់ស្លឹកលឿងនោះចេញសិនចាំបាញ់ថ្នាំការពារជាក្រោយស្លឹកកាត់ចេញពីដើមនោះហាមទុកចោលក្នុងចម្ការនាំឲ្យវាឆ្លងទៅរងផ្សេងទៀតតែគេអាចយកស្លឹកកាត់ចោលនោះទៅលាយធ្វើជាកំប៉ុស្តបានការបាញ់ថ្នាំការពារជំងឺផ្សិតគួរបាញ់ថ្នាំនៅពេលរសៀលចាប់ពីម៉ោង4 ទៅម៉ោង5ដើម្បីឲ្យថ្នាំដក់នៅក្នុងដីហាមបាញ់ថ្នាំពេលមេឃភ្លៀងពេលខ្យល់និងពេលថ្ងៃត្រង់ព្រោះជាតិថ្នាំអាចរសាត់ពីកន្លែងបាញ់មិនដក់នៅក្នុងដីរងចំពោះការប្រមូលផលត្រសក់ដើម្បីឲ្យផ្លែវានៅស្រស់ត្រូវបេះនៅពេលព្រលឹមនិងមិនត្រូវទុកផ្លែត្រសក់ដែលបេះចេញពីទងហើយឲ្យត្រូវថ្ងៃក្តៅនោះទេនាំឲ្យវាអន់ពណ៌ផងនិងផ្លែវាឆាប់ស្វិតផងនាងខ្ញុំអុកសាវបុរីវិទ្យុអាស៊ីសេរីខេត្តកណ្ដាលខ្ញុំបាទម្ចាស់ page iMan KH សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាកសិករដែលបានតាមដានទស្សនាវីដេអូឃ្លីបសូមអរគុណនិងសូមគោរពលា